ជំងឺមហារីកដែលកើតចេញអំពីចំណីអាហារដែលយើងញ៉ាំប្រចាំថ្ងៃការប្រើប្រាស់ប្រេងឆាប្រេងចម្រាញ់ចេញពីសាច់ជ្រូកប្រេងអូលីវគ្រប់ប្រភេទប្រេងទាំងអស់តាមការសិក្សាបានបញ្ជាក់ថាបើសិនជាយើងប្រើប្រេងចាស់ដដែលកាលណាប្រើចន្លោះចាប់ពី2ដងឡើងទៅគឺមានហានិភ័យនៅក្នុងការកើតជំងឺមហារីកគឺខ្ពស់ខ្លាំងមែនទែនជំងឺមហារីកជាច្រើនដែលមានទំនាក់ទំនងនៅក្នុងការប្រើប្រាស់អាហារហូបចុកព្រោះដោយសារតែជំងឺមហារីកគឺជាការកើតឡើងនៅកោសិកាខុសប្រក្រតីបានន័យថាមហារីកនៅក្នុងបំពង់កមហារីកនៅប្រព័ន្ធរំលាយអាហារដូចជាពោះវៀនធំកាពះមហារីកដោះមហារីកសួតមហារីកស្បូនមហារីកគ្រប់រាងកាយនិងប្រព័ន្ធទាំងអស់វាកើតឡើងចេញពីការដុះលូតលាស់នៃកោសិកាខុសប្រក្រតីអញ្ចឹងហើយការហូបចំណីអាហារគឺវាពិតណាស់សិតតែអាចផ្សារភ្ជាប់ទៅលើការលូតលាស់នៃកោសិកាខុសប្រក្រតីហ្នឹងហើយមួយទៀតជាការចែករំលែកសូមឲ្យបងប្អូនញ៉ាំនៅក្នុងបរិមាណដែលតិចតួចព្រោះការដែលញ៉ាំញឹកញាប់ពេកប្រេងបើសិនជាយើងកំពុងតែមានជំងឺប្រចាំកាយដូចជាជំងឺសរសៃឈាមជំងឺលើសជាតិខ្លាញ់ហើយយើងញ៉ាំអត់បានគណនាថាការញ៉ាំរបស់យើងនឹងវាច្រើនដងប៉ុណ្ណាក៏វាអាចប៉ះពាល់ទៅលើប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងផងដែរអញ្ចឹងវីដេអូនេះគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាជាការស្វែងយល់ហើយចាប់ពីថ្ងៃហ្នឹងទៅកុំភ្លេចទៅឆែកមើលប្រេងចាស់កុំយកមកប្រើទៀតមួយទៀតអាហារដែលចៀនហើយបើជាប់ខ្មៅទៅលើអាហារហ្នឹងក៏កុំញ៉ាំអីហើយឆ្នាំងខ្ទះដូចគ្នាប្រើប្រាស់សូមលាងឲ្យស្អាតលាងឲ្យជ្រះកុំឲ្យពេលដែលវានៅអាចជាប់ខ្មៅហ្នឹងយើងយកទៅចំអិនម្សៅទៀតដោយអាខ្មៅហ្នឹងអាហ្នឹងហើយគឺរិះនៅក្នុងការកើតមហារីកខ្ពស់ខ្លាំងមែនទែន